ចឹងបន្តដំណើរទៅទៀតគឺចកផ្លូវធំគេអាហ្នឹងពីដាក់ទង់ជាតិខ្មែរតាមមិត្តភ័ក្ដិថាតកែខ្មែរទេអ្នកបាត់ដំបងប៉ុន្តែឃើញសភៅមានអសយមានអសថៃនេះភូមិមានអីលំនាំបែបថៃក៏គិតថាបោះថៃថាខ្មែរទេអ្នកបាត់ដំបងទៀតចូលទៅណាអាចហាទឹកបាននេះនិយាយនេះបានតំណងរបស់គេដែរនេះបើនៅចិត្តពេញអីតំណងដែរប៉ុន្តែវាឆ្ងាយមកបាត់ដំបងបើកឡាន 4-5 ម៉ោងហើយហ្នឹងហើយមកបណ្ណនេះទៀតឆ្ងាយឈូកមុខនេះនោះកន្លែងជិះឡូរីដឹកហើយនោះស្ដាំដៃសិតតែរីសតមើលពីខាងក្រោយខាងនេះរីសតអ្នកចូលចិត្តថតរូបមិនខ្វះទេកន្លែងមានកន្លែងស្អាតច្រើនណាស់ថតរូបមិនអត់ទេមើលស្អែកប្រហែលគីឡូរីខ្ញុំថតពេលគីឡូរីទៀតឥឡូវប៉ុណ្ណេះហើយទៅជីភ្លើងវិញចាក់ចោលចូលមានធំមកខាងនោះទៀតមិនដឹងទៅដល់ណាទេហើយយើង